ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី4នៃរឿងស្នេហានៅវ័យសិក្សាអ្នកដែលបានមកថ្មីដែលមិនទាន់បានចុច Subscribe ជួយចុច Subscribe និងចុច Like Comment នៅខាងក្រោមម្នាក់មួយឲ្យ Admin គឺបានស្គាល់ជាមួយនឹងអ្នកទាំងអស់គ្នាផងណាអរគុណច្រើនស៊ីយើបន្ទាប់ពីគាត់នឹងគឺបរាជ័យជាមួយនឹងតំណែងតំណងរបស់គាត់ជាមួយនឹងប៊ូហានហើយអ្នកទាំងអស់គ្នាមើលថ្ងៃថ្មីរបស់គាត់នៅពេលដែលគាត់នឹងគឺបានភ្ញាក់ដឹងខ្លួននឹងទៅថាគាត់នឹងកំពុងតែបបាក់ចិត្តកំពុងតែយំប៉ុណ្ណាទោះបីជាមានគេនឹងគឺមកសួរសុខទុក្ខគាត់យ៉ាងម៉េចក៏ដោយក៏គាត់នឹងគឺនៅតែដេញគេនឹងគឺឲ្យចេញទៅខាងក្រៅទៅគាត់គឺចង់នៅតែឯងស្ងប់ស្ងាត់តែឯងម្នាក់ឯងសិនម្នាក់នឹងគាត់ក៏អត់មានបានរំខានទៅកាន់ស៊ីយើដែរគាត់គឺបានត្រឹមតែដើរចាក់ចេញទៅខាងក្រៅសម័យមកចប់ហើយឥឡូវនឹងគាត់ក៏បានចេញមកខាងក្រៅវិញដើម្បីមកឃើញទៅកាន់ជីងឈូនឹងគឺនៅពីក្រៅនេះជីងឈូវិញគាត់ក៏អត់មានបានសួររឿងអីញ៉ៃញ៉ៃច្រើនដោយសារតែអាហារពេលព្រឹកដែលគាត់នឹងគឺបានត្រៀមរៀបចំឲ្យទៅកាន់ស៊ីយើនឹងគឺបានហើយអញ្ចឹងក៏បានមកអង្គុយនៅលើតុហ្នឹងគឺដើម្បីមកញ៉ាំអាហារពេលព្រឹកជាមួយនឹងស៊ីយើនឹងតែម្ដងទៅចំពោះស៊ីយើវិញគាត់ក៏បានសួរទៅកាន់ជីងឈូនឹងដែរតើជីងជូនឹងគឺបានឃើញគ្រប់សកម្មភាពរបស់គាត់ទាំងអស់ហើយពិតប្រាកដមែនអត់ចំពោះជីងឈូវិញគាត់ក៏បានឃើញមែនប៉ុន្តែមើលទៅគាត់ដូចជាមិនចង់រំលឹកទេដោយសារតែរូបភាពទាំងអស់នឹងមើលទៅវាពិបាកមើលខ្លាំងពេកនោះចំណែកស៊ីយើវិញអ្នកទាំងអស់គ្នាមើលទៅគាត់ដូចជាមានផែនការមួយស្នើសុំឲ្យទៅកាន់ជីងឈូនឹងគឺជួយមករឿងមកកាន់គាត់មកបានអត់ចំណែកជីងឈូវិញអ្នកទាំងអស់គ្នាគាត់ប្រកាសជាជួយបានហើយប៉ុន្តែរឿងដែលស៊ីយើនឹងគឺបានស្នើសុំឲ្យទៅកាន់ជីងឈូនឹងគឺជួយគាត់គឺជារឿងពាក់ព័ន្ធជាមួយនឹងប៊ូហានណាដែលធ្វើឲ្យទៅកាន់ជីងឈូវិញមុនដំបូងគាត់គឺនឹងស្ទាក់ស្ទើរចង់ជួយដែរហ្នឹងប៉ុន្តែធ្វើមិនទេគេគឺបានស្នើសុំមកកាន់គាត់វ៉អីផងចឹងទៅរហូតដល់ជីងឈូនឹងគាត់គឺយកព្រមជាមួយនឹងស៊ីយើនៅពេលហ្នឹងក៏លេចមកមើលទៅកាន់ប៊ូហានហើយក៏ដូចជាមួយនឹងមីងស៊ីវិញពួកគាត់ទាំងពីរក៏បានដើរកាត់នៅមុខទឹកនេះជាមួយនឹងគ្នានេះចំណែកមីងស៊ីវិញក៏បានប្រាប់ឲ្យទៅកាន់ប៊ូហានហ្នឹងគឺកុំតាមគាត់អីទៅណាទៅហ្នឹងទៅចំពោះប៊ូហានវិញផ្លូវតែមួយតើគាត់កំពុងតែទៅនឹងអត់ទេអានោះគឺជារឿងរបស់គាត់ដែរតើអញ្ចឹងទៅមីងស៊ីវិញគាត់ក៏បានព្យាយាមរត់គេចជាមួយនឹងប៊ូហានវិញគាត់ក៏បានជិះកង់ហ្នឹងគឺបានតាមជាមួយនឹងមីងស៊ីនៅពេលហ្នឹងទៅឲ្យមីងស៊ីនឹងរត់ហត់តែម្នាក់ឯងទៅប៊ូហានឥឡូវហ្នឹងគាត់គឺមកដល់ហាងដែរមីងស៊ឺនឹងគឺបានធ្វើការមុនមីងស៊ឺទៀតមីងស៊ឺនៅពេលដែលបានមកដល់អត់មានខ្វល់ជាមួយនឹងប៊ូហានទេចូលទៅធ្វើការចំណែកតកែនៅកន្លែងហ្នឹងនៅពេលដែលបានឃើញតកាន់ប៊ូហានក៏បានសួរតកាន់ប៊ូហានហ្នឹងគឺតាំងខ្លួនគាត់នឹងគឺជាភ្ញៀវចូលមកដល់ខាងក្នុងដើម្បីនិយាយជាមួយនឹងមីងស៊ឺនឹងមើលមីងស៊ឺនឹងទៅអ្នកទាំងអស់គ្នាថាគាត់ដូចជាមិនចង់និយាយជាមួយនឹងប៊ូហានទេដោយសារតែប៊ូហានហ្នឹងគាត់គឺបានតាមតកាន់មីងស៊ឺនឹងគឺច្រើនពេកសួរទៅកាន់ប៊ូហាននឹងតើប៊ូហាននឹងគឺចង់បានអីឲ្យពិតប្រាកដពីគាត់ចំណែកប៊ូហានវិញគឺចង់បានភាពសារភាពថាមកឆ្លាញ់មកកាន់គាត់ដែរពីមីងស៊ឺនឹងនោះមីងស៊ឺវិញគឺពិតជាអៀនជាមួយនឹងប៊ូហាននឹងខ្លាំងមែនទែនជាយាមប្រាប់ឲ្យទៅកាន់ប៊ូហានកុំនិយាយបែបហ្នឹងតែប៊ូហានគាត់ក៏បាននិយាយលឺឡើងធ្វើឲ្យទៅកាន់ម្ចាស់ហាងនៅកន្លែងហ្នឹងគាត់គឺបានស្ដាប់លឺនៅពាក្យសម្ដីដែលប៊ូហាននឹងគឺសារភាពឲ្យទៅកាន់មីងស៊ឺនឹងហើយនៅពេលដែលគាត់នឹងគឺបានស្ដាប់ឮអ្នកទាំងអស់គ្នាម្ចាស់ហាងនៅពេលហ្នឹងគាត់គឺបានប្រាប់ទៅកាន់មីងស៊ឺថាអញ្ចេះអាចឲ្យទៅកាន់មីងស៊ឺនឹងគឺចេញទៅខាងក្រៅបានដើម្បីទៅដោះស្រាយជាមួយនឹងប៊ូហាននឹងនោះចំណែកប៊ូហានវិញនៅពេលដែលបានឮទៅកាន់តកែហាននិយាយបែបហ្នឹងហើយសប្បាយចិត្តសូម្បីតែមីងស៊ឺវិញគាត់ក៏បានចេញទៅខាងក្រៅជាមួយនឹងប៊ូហានដើម្បីទៅញ៉ាំអីហើយនិយាយជាមួយនឹងគ្នាបតយទាំងឥឡូវនឹងពួកគាត់ទាំងពីរគឺបានមកដល់ទីតាំងដើម្បីអង្គុយអីញ៉ាំអីនិយាយជាមួយនឹងគ្នាបន្តទៀតហ្នឹងប៉ុន្តែមើលទៅកាន់ប៊ូហានវិញដូចជាអត់មានញ៉ាំអីទេដោយសារតែគាត់នឹងគឺមិនសូវចូលចិត្តហើយគាត់អង្គុយមើលមុខទៅកាន់មីងស៊ឺនឹងទៅចំណែកមីងស៊ឺវិញគឺប្រាប់ទៅកាន់ប៊ូហានសាកល្បងញ៉ាំរបស់ទាំងអស់ហ្នឹងទៅណារបស់ទាំងអស់ហ្នឹងគឺឆ្ងាញ់ណាស់ចំណែកប៊ូហានវិញមើលទៅគាត់ក៏បាននិយាយថាអញ្ចេះគាត់មិនសូវចូលចិត្តនោះទេដោយសារតែរបស់ទាំងអស់ហ្នឹងគឺវាមានជាតិខ្លាញ់ច្រើនវាមានជាតិម្សៅច្រើនអញ្ចឹងទៅខ្លាចគាត់ហ្នឹងគឺឡើងគីឡូមនុស្សប្រុសអីខ្លាចឡើងគីឡូហ្នឹងគឺជាមនុស្សស្រីទៀតហើយធ្វើឲ្យទៅកាន់មីងស៊ឺវិញគឺប្រាប់ទៅកាន់ប៊ូហានបើសិនជាសាប្រកាសជាជាប់មាត់ថារបស់ទាំងអស់ហ្នឹងគឺឆ្ងាញ់យ៉ាងម៉េច
គាត់ក៏បានដកយកមកចកៈហ្នឹងគឺដើម្បីឲ្យទៅកាន់ប៊ូហានហ្នឹងគឺបានសាកជាមួយនឹងរសជាតិហ្នឹងមើលតើវាឆ្ងាញ់អត់ប៊ូហានវិញគឺខំឡើងចង់បាក់ថ្មិញហើយគាត់ទៅបានទៅពៀអញ្ចឹងទៅធ្វើឲ្យទៅកាន់មីងស៊ឺវិញគាត់ក៏បានសួរថាឆ្ងាញ់អត់ចំណែកប៊ូហានវិញក៏បាននិយាយថាមានអីមួយយ៉ាងដែរតើធ្វើឲ្យទៅកាន់មីងស៊ឺវិញក៏បាននិយាយថាឆ្ងាញ់សឹងអីបែរជានិយាយថាអត់អីណាយ៉ាប់មែនតែនមើលទៅពួកគាត់ទាំងពីររៀងខុសរបៀបការញ៉ាំជាមួយនឹងគ្នាបន្តិចប៉ុន្តែធ្វើមិនទេប៊ូហានគឺនៅតែតាមនិយាយជាមួយនឹងមីងស៊ឺអញ្ចឹងព្យាយាមសួរថាមីងស៊ឺនឹងគឺព្រមស្រឡាញ់មកគាត់វិញនឹងនៅចំពោះមីងស៊ឺវិញមាត់រឹងដែរប្រាប់ថាគាត់នឹងគឺជាបេះដូងថ្មអញ្ចឹងមិនងាយនឹងគាត់នឹងគឺស្រឡាញ់តែការពីណាគេផ្ដេសផ្ដាស់នោះទេប៊ូហានវិញមើលទៅគាត់គឺមិនខ្វល់អំពីពាក្យសម្ដីដែលមីងស៊ឺនឹងគឺនិយាយខ្លាំងបែបហ្នឹងមកកាន់គាត់ទេបែរជាគាត់នឹងគឺបានសួរទៅកាន់មីងស៊ឺថាចេះនៅក្នុងហាងរបស់មីងស៊ឺឥឡូវហ្នឹងគឺមានលក់របស់ញ៉ាំច្រើនណាស់ត្រូវអត់ក៏ដូចជាមួយរបស់ធ្វើម្ហូបក៏វាច្រើនដែរត្រូវអត់អញ្ចឹងគាត់គឺចង់ទៅហាងរបស់មីងស៊ឺហើយគាត់គឺព្យាយាមទិញរបស់ដើម្បីទៅធ្វើម្ហូបញ៉ាំដោយខ្លួនគាត់ទៀតនៅពេលដែលបាននិយាយបែបហ្នឹងប្រាប់ទៅកាន់មីងស៊ឺហើយយកមកចកៈនៅលើតុហ្នឹងហើយគាត់ក៏បានដើរចេញចំណែកមីងស៊ឺវិញចាំការទៀតនៅលើតុហ្នឹងទាំងប្រមាណគាត់គឺយកទៅទាំងអស់ខ្លាចខាតឥឡូវនឹងពួកគាត់ទាំងពីរគឺបានមកដល់កន្លែងធ្វើការរបស់មីងស៊ឺវិញហើយចំណែកប៊ូហានមើលទៅគាត់គឺបានរើសរបស់ញ៉ាំរបស់ធ្វើម្ហូបជាច្រើនមិនដឹងថាគាត់នឹងគឺនឹងមានគម្រោងធ្វើអីគេទេរហូតដល់មីងស៊ឺវិញគាត់ក៏បានសួរទៅកាន់ប៊ូហានទៀតតើប៊ូហាននឹងគឺយកច្រើននឹងគឺញ៉ាំអស់ដែរមិនម្នាក់ឯងចំពោះប៊ូហានអត់មានបានឆ្លើយជាមួយនឹងមីងស៊ឺទេបន្តការរើសបន្តការធ្វើសកម្មភាពស្វីតដាក់ទៅកាន់មីងស៊ឺធ្វើឲ្យទៅកាន់មីងស៊ឺគឺចង់អៀនជាមួយនឹងប៊ូហាននោះចំពោះប៊ូហានវិញអាធ្វើបែបហ្នឹងអូនិយាយថាគេកទឿដាក់ទៅកាន់មីងស៊ឺនឹងដល់កយនោះសកម្មភាពបែបហ្នឹងហើយដែលធ្វើឲ្យទៅកាន់មីងស៊ឺនឹងក៏គឺអៀនជាមួយនឹងប៊ូហាននឹងខ្លាំងមែនតែនប៊ូហាននឹងគឺធ្វើបែបហ្នឹងដើម្បីចង់ឲ្យទៅកាន់មីងស៊ឺនឹងគឺអៀនមកកាន់គាត់សឥឡូវនឹងគឺយករបស់ទាំងអស់នឹងគឺយកមកគិតលុយឲ្យទៅកាន់ម្ចាស់ហាងគឺជួយគិតទៀតតែនៅពេលដែលបានគិតឲ្យអស់ច្រើនដែរហ្នឹងប៉ុន្តែប៊ូហានវិញគាត់គឺមិនបានយករបស់ទាំងអស់នឹងគឺទៅទេគាត់រើសទាំងអស់នឹងគឺដើម្បីរើសឲ្យទៅកាន់មីងស៊ឺនឹងសធ្វើឲ្យទៅកាន់មីងស៊ឺច្រើនណាគាត់យកមកអស់ហើយគាត់ក៏បានដាក់លើតុមួយនឹងហើយគាត់ក៏បានដើរចាក់ចេញទៅខាងក្រៅបាត់ទៅចំណែកមីងស៊ឺវិញក៏មានអារម្មណ៍ថារំភើបបន្តិចដែរសូម្បីតែម្ចាស់ហាងរបស់គាត់វិញក៏មានអារម្មណ៍ថាស្នេហារបស់ក្មេងៗឥឡូវនឹងមើលទៅគឺពិតជាប្លែកខុសប្លែកខាងពីគាត់លើពីមុនម្ចាស់ហាងនិយាយបែបហ្នឹងក៏ធ្វើឲ្យទៅកាន់មីងស៊ឺនឹងគឺនៅតែអៀនជាមួយនឹងម្ចាស់ហាងនៃពាក្យសម្ដីដែលម្ចាស់ហាងនឹងគឺបាននិយាយជាមួយនឹងគាត់អញ្ចឹងប៉ុន្តែឥឡូវក៏ដល់ពេលដែលមីងស៊ឺនឹងគឺត្រូវត្រឡប់ទៅផ្ទះរបស់គាត់វិញកំពុងតែដើរតាមផ្លូវផ្ទះរបស់គាត់នឹងក៏បានឃើញជាមួយនឹងប៊ូហានកំពុងតែនិយាយជាមួយនឹងអ្នកដែលគាត់នឹងគឺធ្លាប់វាយការពីមុននឹងនោះធ្វើឲ្យទៅកាន់មីងស៊ឺវិញគាត់ក៏មានការព្រួយបារម្ភទៅកាន់ប៊ូហានដែរចូលមកសួរទៅកាន់ប៊ូហាននឹងតើមានរឿងអីចំពោះប៊ូហានវិញក៏បាននិយាយថាឥឡូវគាត់កំពុងតែនិយាយជាមួយនឹងមិត្តភ័ក្តិថ្មីរបស់គាត់ចំណែកមកក្រុមនឹងនៅពេលដែលបានឃើញទៅកាន់មីងស៊ឺជាភាសាគឺជាជីងឈូនឹងតែម្ដងអ្នកទាំងអស់គ្នាគាត់ក៏បានចូលមកនិយាយជាមួយនឹងមីងស៊ឺនឹងហើយគាត់គឺសំតកាន់មីងស៊ឺនឹងគឺដើម្បីនិយាយជាមួយនឹងគ្នាតែពីរអ្នកសិនបានអត់ចំពោះមីងស៊ឺវិញគាត់ដូចជាមិនទុកចិត្តជាមួយនឹងអាប៉ែមួយជីងឈូនឹងនោះទេប្រាប់តកាន់គាត់ថាអត់អីនោះទេគាត់មិនចង់និយាយសូម្បីតែប៊ូហានវិញគាត់ក៏ចង់កាន់ជើងទៅកាន់មីងស៊ឺដែរហើយគាត់ក៏បានប្រាប់ឲ្យទៅកាន់ជីងឈូថាឥឡូវនឹងគាត់គឺអាចនិយាយជាមួយនឹងជីងឈូបានប្រាប់ឲ្យទៅកាន់មីងស៊ឺនឹងឲ្យមីងស៊ឺនឹងគឺឆាប់ត្រឡប់ទៅមុននោះទៅតែឥឡូវនឹងគាត់កំពុងតែខ្សឹបពីអ្នកទៅកាន់ជីងឈូនេះចំណែកមីងស៊ឺវិញគាត់ក៏បានឈោមើលពីចម្ងាយនៅពេលដែលពួកគាត់ទាំងពីរនាក់នឹងគឺបានខ្សឹបហើយប៊ូហានវិញក៏បានប្រាប់ឲ្យទៅកាន់មីងស៊ឺនឹងគឺឆាប់ត្រឡប់ទៅផ្ទះទៅឥឡូវនឹងគឺយប់ហើយមីងស៊ឺវិញគាត់ក៏អត់មានការសង្ស័យអីច្រើនដែរប៉ុន្តែមើលទៅគាត់ដូចជាមានការព្រួយបារម្ភបន្តការដើរត្រឡប់ទៅផ្ទះរបស់គាត់ទៅឥឡូវនឹងគាត់ក៏បានត្រឡប់មកដល់ក្នុងផ្ទះ
របស់គាត់ទៅនៅពេលដែលបានមកដល់ក្នុងផ្ទះគាត់ក៏បានតែមេតខ្លួនប៉ុន្តែគាត់នៅតែគិតអំពីរូបភាពដែលគាត់នឹងគឺបានឃើញមុននឹងពាក់ព័ន្ធជាមួយនឹងប៊ូហានខ្លាចប៊ូហាននឹងគឺត្រូវគេនឹងគឺធ្វើបាបមកកាន់គាត់នឹងនោះនៅពេលដែលគាត់នឹងគឺបានគិតសពទៅអ្នកទាំងអស់គ្នាមើលការសម័យរបស់គាត់ថាគាត់នឹងគឺសម័យឃើញរូបភាពរបស់ប៊ូហាននឹងគឺត្រូវគេវាយនោះធ្វើឲ្យទៅកាន់មីងស៊ឺមើលទៅគាត់គឺនៅមិនសុខទេអញ្ចឹងគាត់គឺត្រូវតែចេញទៅខាងក្រៅដើម្បីមើលជាមួយនឹងប៊ូហាននៅពេលនឹងតែម្ដងរៀបចំខ្លួនរបស់គាត់ហើយគឺចាក់ចេញទៅខាងក្រៅនៅពេលនឹងបាទនៅពេលដែលគាត់មកដល់ខាងក្រៅមកដល់កន្លែងដែលគាត់នឹងគឺបានឃើញតកាន់ប៊ូហានមុននឹងអត់មានបានឃើញពីណាគេសូម្បីតែម្នាក់តែមើលនៅជុំវិញនឹងទៅបែរជាឃើញទូរស័ព្ទរបស់ប៊ូហាននឹងគឺបានជ្រុះនៅកន្លែងនឹងនោះធ្វើឲ្យតកាន់មីងស៊ឺវិញគាត់គឺកាន់តែបារម្ភអំពីសុខភាពរបស់ប៊ូហានកាន់តែខ្លាំងទៅហើយតែទោះបីជាគាត់នឹងគឺបារម្ភយ៉ាងម៉េចក៏ដោយឥឡូវនឹងអត់ដឹងថាប៊ូហាននឹងគឺនៅកន្លែងណាផងនឹងថ្ងៃថ្មីរបស់មីងស៊ឺគឺបានមកដល់ទៀតតែចូលមកដល់ក្នុងថ្នាក់រៀនរបស់គាត់អត់មានបានឃើញប៊ូហាននឹងគឺមករៀនសអាពេលដែលបានបញ្ចប់ការថ្នាក់រៀនរបស់គាត់ក៏បានមកមើលកន្លែងដែលប៊ូហាននឹងគឺអាសាមកលេខបាល់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ពេលហ្នឹងក៏អត់មានបានឃើញទៅកាន់ប៊ូហានទៀតអញ្ចឹងមិត្តភ័ក្តិរបស់ប៊ូហានវិញគឺបានឃើញក៏បានសួរទៅកាន់មីងស៊ឺនឹងដែរតើមីងស៊ឺនឹងគឺមកធ្វើអីមីងស៊ឺគាត់ក៏បានប្រាប់មករកទៅកាន់ប៊ូហាននឹងនោះប៉ុន្តែពេលហ្នឹងអត់មានបានឃើញប៊ូហានគ្នារបស់ប៊ូហានវិញក៏បានប្រាប់ថាគាត់ក៏អត់ទាន់បានឃើញប៊ូហានដែរនៅពេលនឹងនោះធ្វើឲ្យតកាន់មីងស៊ឺវិញគឺកាន់តែព្រួយបារម្ភអញ្ចឹងគាត់ក៏បានសំលេខទូរស័ព្ទឬក៏លេខផ្ទះរបស់ប៊ូហានដើម្បីទៅសួរតកាន់ប៊ូហាននឹងនោះមិត្តភ័ក្តិវិញក៏បានព្យាយាមចង់ឲ្យតិចអត់បន្តិចចឹងទៅម្នាក់ទៀតវិញគាត់ក៏បានយកព្រមឲ្យអញ្ចឹងមុនដំបូងនឹងគាត់ក៏បាន scan ដូចជា WeChat សិនបើសិនជាគាត់នឹងគឺមានទំនាក់ទំនងតាក់ទងបានតកាន់ប៊ូហានចាំគាត់នឹងគឺប្រាប់ដំណឹងមួយនឹងឲ្យតកាន់មីងស៊ឺហើយលេខផ្ទះវិញមើលទៅគាត់ដូចជាមិនទាន់បានប្រាប់ឲ្យតកាន់មីងស៊ឺនឹងគឺបានដឹងណាងចំណែកមីងស៊ឺវិញគឺទទួលបានប៉ុណ្ណឹងក៏គាត់នឹងគឺអស់ចិត្តដែរអញ្ចឹងមានតែគាត់នឹងគឺត្រូវតដើរចាក់ចេញទៅខាងក្រៅសិនហើយបន្តមកទៀតមីងស៊ឺវិញគាត់ក៏បានមកដល់កន្លែងហែទឹកអីហើយមិត្តភ័ក្តិរបស់គាត់កំពុងតែអង្គុយមើលវីដេអូអីមួយចឹងទៅមីងស៊ឺវិញមើលទៅដូចជាអារម្មណ៍នៅមិនជាប់ខ្លួនទេដោយសារតែគិតតែកាន់ប៊ូហាននឹងខ្លាំងពេកនោះអង្គុយហើយផ្អែកស្មាជាមួយនឹងមិត្តភ័ក្តិរបស់គាត់ថាឥឡូវនឹងគាត់គឺពិតជាអស់កម្លាំងមែនទែនមិត្តភ័ក្តិវិញគាត់ក៏បានយល់អំពីអារម្មណ៍របស់មីងស៊ឺនឹងថែមទៀតទាំងសួរទៅកាន់មីងស៊ឺថាបារម្ភទៅកាន់គេមែនឬក៏ខ្លាចអីមែនទៅនិយាយឬក៏ទៅរកគេទៅកុំធ្វើបែបហ្នឹងចំពោះមីងស៊ឺវិញអ្នកទាំងអស់គ្នាថាគាត់នឹងគឺពិតជាបារម្ភមែនដោយសារតែអត់មានបានឃើញទៅកាន់ប៊ូហាននឹងគឺឡើងមកព្រឹកពេញហើយហ្នឹងទាំងពេលដែលកំពុងតែប្រមហ្នឹងមិត្តភ័ក្តិរបស់ប៊ូហានដែលបានឲ្យ WeChat មុននឹងនោះអញ្ចឹងគាត់ក៏បានផ្ញើជាអាស័យដ្ឋានហ្នឹងគឺឲ្យទៅកាន់មីងស៊ឺមិនដឹងថាមីងស៊ឺនឹងគឺទៅឬក៏អត់ទេហើយមិត្តភ័ក្តិវិញអ្នកកំពុងតែមើលមិត្តភ័ក្តិរបស់ប៊ូហានលេងបាល់បោះនឹងនោះហើយគោលដៅថ្មីរបស់គាត់ក្រាស់ថ្មីរបស់គាត់ឥឡូវហ្នឹងគឺលេចមុខចេញមកហើយធ្វើឲ្យទៅកាន់ឈូនេះណាកំពុងតែរៀបចំផែនការចំណែកមីងស៊ឺវិញអត់ខ្វល់ទេសុំទៅសិនហើយឥឡូវទាំងឥឡូវនឹងមីងស៊ឺគាត់ក៏បានមកដល់កន្លែងហាងធ្វើការរបស់គាត់ធ្វើការតែមើលទៅចិត្តរបស់គាត់នៅតែរងចាំផ្លូវរបស់ប៊ូហានដោយសារតែប៊ូហានស្មាននឹងតែតែមកជួបគាត់នឹងនោះធ្វើឲ្យទៅកាន់មីងស៊ឺអីបតាហើយមេរបស់គាត់វិញក៏បានមើលព័ត៌មានការប្រយុទ្ធមិញគឺមានការវាយគ្នារបស់ក្មេងស្ទាវមកក្រុមនឹងនោះហើយក្មេងស្ទាវមកក្រុមនឹងអ្នកនរគ្នាមើលកៅអៅទៅប្រកាសជាដឹងថាគឺជាពីណាគេហើយចំណែកមីងស៊ឺវិញមើលទៅគាត់ដូចជាបានគិតអំពីរឿងមួយនឹងដែរធ្វើឲ្យគាត់គឺកាន់តែភ័យអំពីសុវត្ថិភាពរបស់ប៊ូហានសូម្បីតែតកែនៅពេលហ្នឹងក៏បានប្រាប់តកាន់មីងស៊ឺដែរបើសិនជាមីងស៊ឺនឹងគឺបារម្ភគេគួរតែតាក់ទងរកតកាន់គេទៅកុំនៅបែបហ្នឹងគឺបារម្ភបែបហ្នឹងដូចជាវាមិនល្អនោះទេតកែវិញគឺទុកពេលវេលាឲ្យតកាន់មីងស៊ឺនឹងគឺទៅថែមទៀតទុកឥឡូវហ្នឹងឲ្យគាត់នឹងគឺធ្វើការបញ្ចប់ក៏បានដែរចំណែកមីងស៊ឺនៅពេលដែលបានស្ដាប់ឮតកែរបស់គាត់បញ្ចុះបែបហ្នឹងហើយមិនរងចាំយូរទេអរគុណតកែរបស់គាត់ដើរចេញមកខាងក្រៅទាញទូរស័ព្ទផ្ញើសារឬក៏ខលតកមិត្តភ័ក្តិរបស់គាត់ដើម្បីហៅទៅកាន់មិត្តភ័ក្តិរបស់គាត់ទៅជាមួយឈូនិនវិញគាត់ក៏បានបដិសេធដោយសារតែលើគាត់ជាប់រវល់ហើយអត់បានទៅជាមួយនឹងមីងស៊ឺទេសំទោសបាត់លេខទូរស័ព្ទបាត់
ទាំងឥឡូវហ្នឹងយើងមកមើលទៅកាន់ប៊ូហានវិញអ្នកទាំងអស់គ្នាប៊ូហាននៅផ្ទះរបស់គាត់មើលទៅដូចជារោងរបួសរៀងខ្លះដែរតើពេលដែលគាត់រោងរបួសអ្នកទាំងអស់គ្នាមកមើលសកម្មភាពមួយគឺជាសកម្មភាពដែលគេនឹងគឺបានវាយគាត់នឹងនោះពេលដែលគេនឹងគឺបានវាយគាត់នឹងគឺស្នើសុំឲ្យគាត់នឹងគឺបានទៅជួបជាមួយមនុស្សម្នាក់ហើយមនុស្សម្នាក់ដែលគេនឹងគឺបានស្នើសុំទៅជួបប្រហែលជាស៊ីយើឲ្យមើលទៅអ្នកទាំងអស់គ្នាប៉ុន្តែប៊ូហានវិញគាត់ក៏បានបដិសេធថាគាត់នឹងគឺមិនទៅទេអញ្ចឹងបានធ្វើឲ្យទៅកាន់ជីងឈូនឹងគាត់គឺវាយជាមួយនឹងប៊ូហានទាំងឥឡូវនឹងប៊ូហានណាដូចជារៀងឈឺពោះរបស់គាត់បន្តិចដោយសារតែត្រូវច្រើនដៃដែរនោះពេលដែលបានឈឺច្អល់អីហ្នឹងក៏បានឮសំឡេងច្រឡឹងគោះទ្វារនៅខាងក្រៅនោះហើយអ្នកដែលបានគោះទ្វារនៅខាងក្រៅហ្នឹងគឺជាមីងស៊ីហ្នឹងហើយមីងស៊ីវិញនៅពេលដែលបានគោះកណ្ដឹងហ្នឹងទៅគាត់ក៏បានគិតថាគាត់មកហ្នឹងគឺដើម្បីមកសួរសុខទុក្ខឬក៏ដើម្បីមកយកទូរស័ព្ទមួយហ្នឹងឲ្យទៅកាន់ប៊ូហានវិញទេគាត់អត់បានបារម្ភទៅកាន់ប៊ូហានណានៅពេលដែលបានគិតហើយរៀបចំខ្លួនដើម្បីនៅពេលដែលប៊ូហានមកនឹងគួរតែនិយាយយ៉ាងម៉េចនឹងនោះចំណែកប៊ូហានវិញឥឡូវនឹងគាត់ក៏បានបើកទ្វារធ្វើឲ្យទៅកាន់មីងស៊ឺវិញអ្នកទាំងអស់គ្នាភ្លេចឃ្លាំងអស់លីងហើយនៅពេលនឹងនោះហើយគាត់ក៏បានសួរទៅកាន់មីងស៊ឺតាមមករកគាត់នឹងគឺធ្វើអីទៅចំណែកមីងស៊ឺវិញគឺសឡឹងមើលមកទៅកាន់ប៊ូហានគឺឃើញថ្មរបស់ប៊ូហានដូចជាមានស្នាមរៀងជាប់នឹងនោះទាំងប៊ូហានវិញគាត់ក៏បានសួរទៅកាន់មីងស៊ឺនឹងដែរតើបារម្ភមកកាន់គាត់មែនខកតែសំណួរមួយនឹងភ្លាមមីងស៊ឺវិញគឺចង់ទៅវិញប៉ុន្តែប៊ូហានវិញឥឡូវនឹងគឺមកដើម្បីនិយាយអីជាមួយនឹងគាត់នេះធ្វើឲ្យទៅកាន់មីងស៊ឺក៏បានដកទូរស័ព្ទដែលគាត់នឹងគឺបានរើសបានឲ្យទៅកាន់ប៊ូហានវិញទៅឲ្យហើយគាត់ក៏បានដើរទៅបាត់ប៉ុន្តែនៅពេលហ្នឹងក៏មានឡានមួយអ្នកនៅក្នុងឡានហ្នឹងគឺជាស៊ីយ៉េក៏ដូចជាមួយនឹងជីងឈូនឹងនោះចំណែកមីងស៊ឺវិញនៅពេលដែលបានឃើញឡានមួយហ្នឹងក៏បានព្យាយាមកិច្ចតែអ្នកនៅក្នុងឡានហ្នឹងគឺជាស៊ីយើគាត់ក៏បានឃើញជាមួយនឹងមីងស៊ីនឹងទៀតតែពួកគាត់ពីរអ្នកនឹងមិនបែរជាចូលទៅខាងក្នុងផ្ទះបាត់នៅពេលដែលស៊ីយើនឹងគឺមកដល់មុខទ្វារក៏បានស្រែកហៅទៅកាន់ប៊ូហានរហូតដល់ប៊ូហាននឹងគឺបានបើកទ្វារហើយចំណែកស៊ីយើវិញគាត់ក៏ចង់និយាយជាមួយនឹងប៊ូហានដែរសួរទៅកាន់ប៊ូហានថាអ្នកនៅខាងក្នុងនឹងគឺជាពីណាគេគឺជាមីងស៊ឺនឹងមែនគាត់តែសួរបែបហ្នឹងមីងស៊ឺគាត់ក៏បានអើតក្បាលមកល្មមធ្វើឲ្យទៅកាន់ស៊ីយើនៅពេលហ្នឹងគឺសែតបន្តទៀតទៅប៉ុន្តែនៅពេលហ្នឹងគាត់គឺក៏ចង់សួរអំពីមូលហេតុថាហេតុអីបានមីងស៊ឺនឹងគឺមកកន្លែងនឹងដែរប៉ុន្តែប៊ូហានវិញគាត់មិនបានប្រាប់ឲ្យទៅកាន់ស៊ីយើទេស៊ីយើវិញគាត់សុំពេលវេលាដើម្បីនិយាយជាមួយនឹងប៊ូហានទៀតប៉ុន្តែប៊ូហានវិញសុំទោសទៅកាន់ស៊ីយើហើយគាត់មិនអាចទៅនិយាយជាមួយនឹងស៊ីយើបានទេបិទទ្វារចោលទៅកាន់ស៊ីយើនៅពេលនឹងទៀតជីងឈូនៅពេលដែលបានឃើញបែបហ្នឹងហើយគាត់ក៏បានចូលមកលួមលងទៅកាន់ស៊ីយើតែមើលទៅស៊ីយើគឺឈឺចាប់ជាលើកទីប្រមាណទេអ្នកដើរចាក់ចេញទៅខាងក្រៅតែជីងឈូវិញគាត់នៅតែតាមតទៀតអញ្ចឹងចំណែកពួកគាត់ពីរអ្នកនេះជាពិសេសគឺជាមីងស៊ឺហ្នឹងនេះមីងស៊ឺវិញគាត់ដូចជាមិនទាន់ត្រឡប់ទៅផ្ទះវិញសោះនៅក្នុងផ្ទះហ្នឹងជាមួយនឹងប៊ូហានហ្នឹងគឺបន្តទៀតប៊ូហានវិញគាត់ទៅអង្គុយនៅលើសាឡុងរបស់គាត់ធ្វើធម្មតាអញ្ចឹងទៅហើយទៅកាន់មីងស៊ឺគឺមកអង្គុយនិយាយជាមួយនឹងគាត់នៅពេលនឹងថែមទៀតមីងស៊ឺវិញគឺឃើញអារូបភាពមុននឹងអញ្ចឹងគាត់ក៏បានសួរទៅកាន់ប៊ូហានធ្វើបែបនឹងដាក់ទៅកាន់ស៊ីយើដូចជាវាមិនសមទេហើយចំពោះប៊ូហានវិញគឺប្រាប់ទៅកាន់មីងស៊ឺគឺជារឿងរបស់គាត់ក៏មិនចេះដឹងរឿងរបស់គាត់អីចំណែកមីងស៊ឺវិញគាត់ក៏អត់ចង់សួរអីច្រើនដែរតែគាត់ដូចជាមានរបស់មួយទៀតដើម្បីឲ្យទៅកាន់ប៊ូហាននឹងនោះប៊ូហានវិញនៅពេលដែលបានឃើញគាត់ក៏បានបើកមើលអារបស់នៅខាងក្នុងនឹងដូចជាថ្នាំភ្នែកអីមីងស៊ឺនៅពេលដែលបានឃើញបែបហ្នឹងហើយឆ្ងល់ចំរបស់គាត់ដូចជាមិនចង់យកអានឹងឲ្យទៅកាន់ប៊ូហានទេប៉ុន្តែប្រហែលជាគាត់ច្រឡំអីប៊ូហានវិញគាត់ក៏បានយកមកបតក់នៅលើភ្នែករបស់គាត់ថែមទៀតតែមើលទឹកមុខរបស់ស៊ីយើដូចជាអត់យល់ថាគាត់យកខុសឬក៏យ៉ាងម៉េចទេនេះចំណែកប៊ូហាននៅពេលដែលបានបតក់នៅលើភ្នែករបស់គាត់ហើយមានអារម្មណ៍ថាអូភ្លឺចែងចាំងហ្មងនេះចំណែកអ្នកដែលមានអារម្មណ៍ខុសហ្នឹងគឺជាស៊ីយើនៅហ្មងមើលទៅគាត់គឺយកខុសឲ្យទៅកាន់ប៊ូហានហើយមើលទៅនោះយើងក៏លេចមកមើលអ្នកសេតវិញអ្នកទាំងអស់គ្នាអ្នកសេតកំពុងតែដើរបន្តការសេតនៅតាមផ្លូវនឹងគឺបន្តទៀតអញ្ចឹងទៅអ្នកកំដរអ្នកសេតគឺជាជីងឈូកំពុងតែជិះឡានបើកនៅពីក្រោយទៅកាន់ស៊ីយើនឹងស៊ីយើវិញគឺនឹកឃើញនៃពាក្យសម្ដីដែលប៊ូហាននឹងគឺបានដេញគាត់មុននឹងទៀតឥឡូវហ្នឹងគឺកាន់តែឈឺចាប់ទៅហើយនោះអាណិតដែរហ្នឹងអ្នកទាំងអស់គ្នាស្រឡាញ់គេតែម្នាក់ឯង
ចំណែកប៊ូហានវិញគាត់ក៏បានសួរទៅកាន់មីងស៊ឺនឹងតើចង់ផឹកអីអត់ចាំគាត់យកឲ្យហើយគាត់ក៏បានយកជាទឹកដោះគោជូរដបតូចដើម្បីឲ្យទៅកាន់មីងស៊ឺនឹងផឹកជាមួយនឹងគ្នាអញ្ចឹងទៅនៅពេលដែលពួកគាត់ទាំងពីរកំពុងតែអង្គុយផឹកជាមួយនឹងគ្នានឹងគាត់ក៏បានសួរទៅកាន់ប៊ូហានហេតុអីបានប៊ូហានថ្ងៃហ្នឹងអត់ទៅសាលាអញ្ចឹងចំពោះប៊ូហានវិញក៏សួរសំណួរបែបហ្នឹងអីគាត់មិនចង់ឆ្លើយនោះទេមីងស៊ឺវិញគេអត់ចង់ឆ្លើយគាត់ក៏បានឈប់សួរដែរប៉ុន្តែគាត់ថាប៊ូហានវិញគឺសួរថាប្រមការគាត់មែននៅពេលដែលបាត់គាត់នឹងគឺមួយថ្ងៃនោះមីងស៊ឺវិញគឺប៉កែកជាមួយនឹងគេលឿនអីក៏លឿនម៉េះមិនសួរសោះហ្នឹងណាទាំងពេលនឹងដែរក៏បានឮសំឡេងគួរទ្វារផ្ទះរបស់ប៊ូហានទៀតតែមីងស៊ឺគាត់ក៏បានសួរថាគឺជាពីណាគេហើយប៊ូហានវិញប្រាប់ថាគឺជាម៉ាក់របស់គាត់អ្នកទាំងអស់គ្នាមើលសកម្មភាពរបស់មីងស៊ឺទៅគាត់តែឮថាម៉ាក់របស់ប៊ូហានគាត់ឆ្លេឆ្លាមញ៉េបញ្ញាប់ថាគួរតែពួននៅណាលក់លាក់ខ្លួននៅកន្លែងណាកន្លែងណីចឹងទៅខ្លាចម៉ាក់របស់ប៊ូហាននឹងគឺបានឃើញគាត់ចំណែកម៉ាក់របស់ប៊ូហានឥឡូវនឹងគាត់ក៏បានបើកទ្វារចូលមកខាងក្នុងហើយប៊ូហានវិញគាត់ក៏បានស្វាគមន៍ជាមួយនឹងម៉ាក់របស់គាត់នៅពេលនឹងតិចដែរតែគាត់តាម៉ាក់របស់គាត់នឹងគឺមកអង្គុយច្រឡំក្បែរគាត់ភ្លាមធ្វើឲ្យតកានប៊ូហាននឹងគឺងើបមកដើម្បីមករៀងគៀកបន្តិចអញ្ចឹងតែគាត់គឺមកមើលមុខតកានមីងស៊ឺនឹងនេះទាំងគាត់នឹងគឺនិយាយមើលមុខតកានមីងស៊ឺផ្ដាអីផ្ដាអញ្ចឹងទៅក៏បាននិយាយជាមួយនឹងម៉ាក់របស់គាត់នៅពេលដែលម៉ាក់របស់គាត់នឹងគឺមានអារម្មណ៍ថាកូនប្រុសហ្នឹងដូចជារៀងប្លែកនឹងនោះហើយចំណែកមីងស៊ឺអ្នកទាំងអស់គ្នាគាត់ក៏បានព្យាយាមកិច្ចយកឱកាសពេលហ្នឹងកិច្ចមានអីអ្នកទាំងអស់គ្នាម៉ាក់របស់ប៊ូហានវិញគាត់ក៏បានព្យាយាមចាប់អារម្មណ៍មើលកៅអៅកូនប្រុសរបស់គាត់នៅពេលហ្នឹងដែរឃើញនៅលើកៅអៅកូនប្រុសរបស់គាត់នឹងគឺមានស្នាមប្រឡាក់នោះអញ្ចឹងពេលហ្នឹងក៏បានឲ្យទៅកាន់កូនប្រុសរបស់គាត់ទៅផ្លាស់កៅអៅទៅចំណែកប៊ូហានគាត់ក៏បានចូលមកដល់ខាងក្នុងបន្ទប់របស់គាត់តែនៅខាងក្នុងបន្ទប់ហ្នឹងគឺមានមីងស៊ឺនៅខាងក្នុងនឹងទៀតចូលមកគៀកទៅកាន់មីងស៊ឺធ្វើឲ្យទៅកាន់មីងស៊ឺគឺឡើងអៀនការពិតគាត់គឺចូលមកបើកភ្លើងសទាំងនៅពេលដែលបានបើកភ្លើងហើយគាត់ក៏បានចាប់ដើមដោះកៅអៅដើម្បីដូរកៅអៅរបស់គាត់អ្នកទាំងអស់គ្នាមើលទៅកាន់មីងស៊ឺទៅថាគាត់បិទភ្នែកហើយគឺអៀនជាមួយនឹងប៊ូហាននឹងគឺប៉ុណ្ណាទាំងប៊ូហានវិញគឺប្រាប់ថាអូគ្រាន់តែប៉ុណ្្នឹងក៏អៀនដែរមីងស៊ឺវិញគឺប្រាប់ឲ្យទៅកាន់ប៊ូហាននឹងគឺផ្លាស់សម្លៀកបំពាក់ឲ្យលឿនទៅអាចនឹងចាក់ចេញទៅខាងក្រៅវិញគាត់មិនចង់ឃើញទៅកាន់ប៊ូហានទេតែប៊ូហានវិញឥឡូវនឹងគាត់គឺត្រូវតែនៅខាងក្នុងនឹងរហូតដល់ម៉ាក់របស់គាត់សម្រាប់បានមើលទៅអាចឲ្យទៅកាន់មីងស៊ឺនឹងគឺចេញពីផ្ទះរបស់គាត់បាននិយាយបែបហ្នឹងហើយផ្លាស់កៅអៅក៏ផ្លាស់ហើយទៀតអញ្ចឹងឥឡូវហ្នឹងគាត់ក៏បានចូលមកគៀកទៅកាន់មីងស៊ឺនឹងគឺទៀតហើយអ្នកទាំងអស់គ្នានៅពេលដែលបានគៀកទៅកាន់មីងស៊ឺឲ្យតែបាននៅគៀកជាមួយនឹងប៊ូហានតែតែមានអារម្មណ៍ថាដូចជារំជើបរំជួលមកចឹងទេហើយរំជើបហ្នឹងគឺស្លេះត្រឹមតែប៉ុណ្្នឹងសិនចោអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ចាំជួបជាមួយនឹង admin ភាគទី5បន្តទៀតបាយអ្នកទាំងអស់គ្នា